ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់នេះខ្ញុំសម្រាប់វីដេអូនេះយើងនឹងមកស្ដាប់រឿងរ៉ាវពីរោង account នៃសេចក្តីស្លាប់ Yami Shibai ហើយមុននឹងទៅស្ដាប់ admin ក៏មកជូនដំណឹងថា Channel មួយនេះadmin នឹងធ្វើតាក់ទងជាមួយនឹងរឿងរ៉ាវចម្រុះមកមិនថាជាការនិយាយរឿងខ្មោចរឿងក្តីឃាតកម្មនិងរឿងផ្សេងៗទៀតអត់ដឹងថារឿងអីខ្លះទេគឺអត់ទាន់នឹកឃើញអស់ហើយនឹងមាន admin ដទៃទៀតគាត់មកនិយាយដែរចាហើយបើបងប្អូនដែលចង់ស្ដាប់រឿងរ៉ាវតាក់ទងនឹង manga One Piece ចូលឬក៏ Demon Slayer អីហ្នឹងគឺអាចទៅស្ដាប់នៅក្នុង channel ចាស់របស់ admin នេះបានដដែលទេតែឥឡូវយកមកស្ដាប់រឿងនៅក្នុង clip នេះវិញគឺរឿងទី1អ្នកទី4ជារឿងរ៉ាវដែលកើតឡើងនៅអនុវិទ្យាល័យមួយកន្លែងនៅពេលដែលចេញពីរៀនសិស្សសាលាស្រី2នាក់កំពុងតែឈរជជែកជាមួយនឹងអ្នកគ្រូដែលទៅតែបង្រៀនរួចរាល់តាក់ទងនឹងរឿងមនុស្សចាប់ដៃនាងក៏សួរថាអ្នកគ្រូធ្លាប់ដឹងរឿងនេះឬអត់ឬគេនិយាយថានឹងមានមនុស្សឈរនៅគៀនផ្លូវពេលយប់ឡើងនៅពេលដែលឃើញនរណាដើរចុះឡើងមនុស្សទាំងអស់នោះនឹងព្យាយាមឈោងដៃចេញមកដើម្បីសុំចាប់ដៃអ្នកគ្រូក៏សួរទៅវិញថាហេតុអ្វីស្ដាប់ទៅគួរឲ្យខ្លាចម្ល៉េះក្មេងស្រីនិយាយបន្តថាបើសិនជាឆ្លើយបដិសេធមិនឲ្យវាចាប់ដៃវានឹងថាយើងជាមនុស្សមិនល្អហើយនឹងកាន់គំតិចយើងឲ្យខ្លាយជាដុំសាច់តែម្ដងម្យ៉ាងទៀតមនុស្សចាប់ដៃមិនមែនមានត្រឹមតែម្នាក់នោះទេហើយគេក៏បានប្រាប់បន្តទៀតថាហាមចាប់ដៃជាមួយនឹងមនុស្សចាប់ដៃទី4ដាច់ខាតអ្នកគ្រូក៏សួរទៀតថាហើយចុះបើច្រឡំចាស់វានឹងមានអ្វីកើតឡើងនាងប្រាប់ថាវានឹងខំដៃយើងដាច់តែម្ដងពួកគេនិយាយបណ្ដាហើយភ័យខ្លាចបណ្ដាចំពោះរឿងរន្ធត់មួយនេះក្រោយពេលជាមួយគ្នានោះរីកូដែលត្រូវវេនបោះសម្អាតនៅថ្ងៃនោះក៏បានដឹងឮពីរឿងនេះដោយចៃដន្យដែរមុននឹងនាងត្រឡប់ទៅផ្ទះហើយគិតថាពួកនោះល្ងីល្ងើដល់ហើយដែលទៅជឿរឿងងប់ងល់បែបនេះនៅផ្ទះរបស់រីកូខណៈដែលនាងកំពុងអានសៀវភៅអូនស្រីរបស់នាងដែលមានឈ្មោះថាណាអូមីក៏បានចូលមកពុះទ្វារហើយបានប្រាប់នាងថាគេបានភ្លេចសៀវភៅធ្វើកិច្ចការផ្ទះនៅសាលារៀនទើបចង់ឲ្យរីកូជួយជូនទៅយកបន្តិចនៅពេលដែលទាំងពីរអ្នកដើរទៅដល់សាលារៀនបរិយាកាសពេលនោះក៏វល់វល់ហើយស្ងាត់ជ្រងំរហូតដល់រីកូនិយាយថាសាលារៀននៅពេលយប់គួរឲ្យខ្លាចមិនស្ទើរទេយើងប្រញាប់ទៅយកសៀវភៅហើយត្រឡប់ទៅផ្ទះវិញល្អជាងនៅពេលដែលណាអូមីរកឃើញសៀវភៅហើយទាំងពីរអ្នកក៏ប្រញាប់បែរខ្នងត្រឡប់ទៅវិញភ្លាមតែរីកូក៏ភ្ញាក់ព្រឺតនៅពេលដែលជួបជាមួយនឹងសន្តិសុខដែលចូលមកឈរស្ងៀមមិនផ្ដល់សម្លេងអីសោះហើយពួកនាងក៏ប្រាប់ថាភ្លេចរបស់ប៉ុន្តែពេលនេះបានមកវិញហើយកំពុងតែរៀបត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវទៅផ្ទះវិញណាអូមីបានសួររីកូថាអំបាញ់មិញពេលជួបសន្តិសុខហេតុអ្វីក៏ភ្ញាក់ផ្អើលខ្លាំងម្ល៉េះរីកូក៏ឆ្លើយថានរណាមិនភ្ញាក់ទៅព្រោះនៅសុកស្រាប់តែមកឈរពីក្រោយស្ងាត់បែបនោះមួយសន្ទុះទាំងពីរនាក់ក៏បានឃើញស្រមោលប្លែកនៅខាងមុខតែរំកិលមករកពួកគេបន្តិចម្ដងរីកូចាប់ផ្ដើមបែកញើសព្រោះរឿងរ៉ាវដែលបានឮតាក់ទងនឹងមនុស្សចាប់ដៃទើបនាងនៅឈរស្ងៀមមួយសន្ទុះប៉ុន្តែផ្ទុយទៅវិញស្រមោលនោះគ្រាន់តែជាតាចាស់ប្រមឹកម្នាក់តែប៉ុណ្ណោះទើបនាងរអ៊ូជាមួយខ្លួនឯងថាអញ្ចឹងអារឿងមនុស្សចាប់ដៃនោះប្រហែលគ្រាន់ជាពាក្យចចាមអារាមប៉ុណ្ណោះតែពេលដែលទាំងពីរនាក់ដើរទៅមួយសន្ទុះនៅសុកក៏មានបរិះមៀតធំឈរអោនមុខម្នាក់បង្ហាញខ្លួនមកហើយហុចដៃចេញមកព្រមទាំងនិយាយថាចាប់ដៃខ្ញុំមកហើយណាអូមីក៏ប្រាប់រីកូថាប្រញាប់ទៅប៉ុន្តែនៅក្នុងខួរក្បាលរបស់រីកូពេលនោះមានសម្លេងតាក់ទងនឹងរឿងមនុស្សចាប់ដៃដែលថាបើមិនព្រមចាប់ដៃពួកវានឹងកំទេចនាងឲ្យคล้ายទៅជាដុំសាច់ទៅនាងឈោងដៃចូលទៅចាប់ហើយវាក៏បានញញឹមចេញមកមុននឹងប្រាប់ឲ្យណាអូមីប្រញាប់ដើរហើយកុំងាកក្រោយទៅមើលពួកវាឲ្យសោះដោយពេលនេះរីកូភ័យខ្លាចខ្លាំងណាស់នៅតាមផ្លូវនាងក៏បានឃើញទីស្នាក់ការប៉ូលីសតែគិតថាបើសិនជាឲ្យប៉ូលីសជួយជូនទៅផ្ទះប្រហែលជាមានសុវត្ថិភាពជាងប៉ុន្តែពេលដែលនាងដើរមកដល់បែរជាបានជួបនឹងមនុស្សចាប់ដៃក្នុងឯកសណ្ឋានរបស់ប៉ូលីសហុចដៃមកសុំចាប់ដៃនាងហើយនាងក៏គ្មានជំរើសទៅបានចាប់ដៃជាមួយវាទៅព្រមទាំងគិតក្នុងចិត្តថាជាមនុស្សទី2ហើយ
បន្ទាប់មកទាំងពីរនាក់ក៏ប្រញាប់រត់មួយទំហឹងតែទោះជាបែបនោះក៏នៅមានមនុស្សចាប់ដៃក្នុងនាមជាតាចាស់មករារាំងផ្លូវរហូតដល់នាងភ្ញាក់ផ្អើលរអិលជើងដួលមុននឹងវាហុចដៃមកសុំចាប់ដៃនាងទៀតហើយនាងក៏ត្រូវចាប់ដៃជាមួយនឹងមនុស្សទី3បន្ទាប់មកនាងក៏ប្រញាប់រត់បន្តព្រោះផ្ទះរបស់ពួកនាងនៅខាងមុខបន្តិចទៀតនេះប៉ុណ្ណោះរីកូបានលាដៃទៅក្រោយដើម្បីឲ្យណាអូមីចាប់និងអាលបានប្រញាប់រត់ចូលផ្ទះតែនៅសុកណាអូមីក៏បានបាត់ទៅធ្វើឲ្យរីកូច្របោកច្របល់ហើយធ្វើអ្វីមិនត្រូវនាងព្យាយាមស្រែកហៅរកណាអូមីព្រោះនាងបារម្ភថាប្អូនស្រីនឹងវង្វេងទៅជួបជាមួយមនុស្សទី4សំឡេងនៅក្នុងខួរក្បាលពេលនេះបានប្រាប់នាងត្រឹមថាកុំចាប់ដៃជាមួយមនុស្សទី4ដោយដាច់ខាតបន្ទាប់មកសំឡេងពីណាអូមីក៏បានបន្លឺឡើងព្រមដោយដៃដែលឈោងមកចាប់នាងពេលដែលនាងងាកទៅមើលក៏ឃើញប្អូនស្រីដែលកំពុងរត់ចូលមកប៉ុន្តែនៅខាងមុខរបស់នាងនោះក៏មានមនុស្សទី4ឈរពាំងហើយអ្វីដែលសំខាន់វាបានចាប់ដៃរបស់នាងបាត់ទៅហើយមុននឹងវាហាមាត់ធំហើយវែងចេញមកត្រៀមនឹងត្របាក់ដៃរបស់នាងបណ្ដាសាជារឿងរ៉ាវរបស់ម្ដាយនិងកូនមួយគូដែលធ្លាក់ក្នុងបណ្ដាសាដោយសាហាវខុសខើហើយកូនស្រីដែលត្រូវបណ្ដាសាតាមដងខ្លួននឹងដៃជើងពោពេញទៅដោយស្នាមជាំខ្មៅខៀវដោយសភាពបែបនេះនាងធ្វើបានត្រឹមលាក់ខ្លួននៅក្នុងបន្ទប់តែម្នាក់ឯងប៉ុណ្ណោះមួយសន្ទុះអ្នកម្ដាយក៏បានដើរមកប្រាប់នាងថាម៉ាក់បានរកមនុស្សដែលអាចជួយកូនពិតបានហើយតែនាងក៏មិនជឿព្រោះនាងធ្លាប់ព្យាបាលហើយជាច្រើនលើកច្រើនសារប៉ុន្តែគ្មានអ្នកណាអាចជួយនាងបានឡើយម្ដាយក៏ប្រាប់នាងថាត្រូវតែជឿជាក់ហើយនៅថ្ងៃបន្ទាប់ទៀតម្ដាយក៏បាននាំនាងមកព្រះវិហារមួយកន្លែងនៅពេលដែលអ្នកបួសបានឃើញសភាពរបស់នាងហើយក៏បាននិយាយថាមើលទៅដូនតារបស់អ្នកដូចជាធ្លាប់បានសាងគំនុំព្យាបាទដល់នរណាម្នាក់ពីមុនមកហើយម្ដាយរបស់នាងក៏សួរថាចុះហេតុអ្វីបានជានាងជាអ្នកដែលត្រូវមកទទួលអំរែកនៅគំនុំព្យាបាទរបស់ដូនតាទៅដោយអ្នកម្ដាយបារម្ភពីកូនស្រីខ្លាំងណាស់ខ្លាចថានឹងមានអ្វីកើតឡើងរហូតហូរទឹកភ្នែកចុះមកអ្នកបួសក៏ប្រាប់ថាអញ្ចឹងយើងចាប់ផ្ដើមត្រៀមពិធីទៅល្អជាងហើយយប់នោះអ្នកបួសបានរៀបចំពិធីបណ្ដេញតួចង្រៃហើយបណ្ដាសាឲ្យចេញទៅរហូតដល់នាងបានជាសះស្បើយស្នាមជាំខ្មៅនៅតាមដៃជើងក៏បានរលាយបាត់ពីរាងកាយអ្នកម្ដាយបានអរគុណដល់អ្នកបួសយ៉ាងអាណែកហើយបានសុំលាត្រឡប់ទៅវិញបន្ទាប់ពីនោះមកជីវិតរបស់ក្មេងស្រីត្រូវបណ្ដាសាក៏ត្រឡប់មកធម្មតាវិញរហូតដល់ថ្ងៃមួយក៏មានទូរស័ព្ទខលមកផ្ទះហើយមានអ្នកម្ដាយជាអ្នកទទួលមកខាងទៀតគឺជាអ្នកបួសដែលធ្លាប់ជួយកូនស្រីគាត់កាលពីលើកមុនម្ដាយក៏ប្រាប់ថាមិនដឹងជាគួរអរគុណបែបណាល្អទេប៉ុន្តែនៅពេលដែលនិយាយគ្នាបានមួយសន្ទុះម្ដាយក៏ភ្ញាក់ផ្អើលពេលដែលបានដឹងថាអ្នកបួសដែលធ្លាប់ជួយកូនស្រីគាត់នោះពេលនេះបានបាត់បង់ជីវិតទៅហើយតែនៅពេលនោះលោកអ្នកបួសគាត់បារម្ភពីអនាគតរបស់ក្មេងស្រីនោះរហូតដល់វេលាចុងក្រោយនៃជីវិតហើយគាត់ក៏ប្រាប់ថាអ្វីដែលខ្ញុំអាចធ្វើបានគឺបានត្រឹមតែសូត្រធម៌សូមឲ្យក្មេងស្រីម្នាក់នោះប្រើជីវិតរស់ដែលនៅសល់ដោយសុខភាពល្អបរិបូរណ៍ហើយប្រាប់ថាមានសារផ្ដាំផ្ញើពីលោកអ្នកបួសមុននឹងគាត់លាចាកលោកទៅទៀតផងស្របពេលជាមួយគ្នានោះកូនស្រីរបស់គាត់ក៏ចាកចេញពីផ្ទះដើម្បីទៅសាលារៀនតែនៅសុកក៏មានស្នាមជាំនឹងស្នាមរៀមដៃនៅលើករបស់នាងតាមដោយការផ្ដាំផ្ញើរបស់អ្នកបួសថាសុំទោសផងខ្ញុំជួយអ្វីនាងមិនបានពិតមែនការងារដែលចង់លាឈប់ជារឿងរ៉ាវរបស់ថាកាហីតូដែលកំពុងរារែកតាក់ទងនឹងរឿងអ្វីម្យ៉ាងនៅល្ងាចនោះគេក៏បានហៅយូស៊ូកេមិត្តរបស់គេមកនិយាយលេងជាមួយថាកាហីតូបាននិយាយឲ្យយូស៊ូកេស្ដាប់ថាគេកំពុងតែរារែកថាគេចង់ចាក់ចេញពីការងារដែលកំពុងតែធ្វើដោយការងារដែលគេកំពុងធ្វើនៅពេលនេះគឺជាការងារបែងចែកតុក្កតាតាំងសម្លៀកបំពាក់ដែលផលិតចេញមកមិនត្រូវស្តង់ដារឬប្លែកចម្លែកហើយយូស៊ូកេក៏សួរថាដែលថាប្លែកចម្លែករបស់តុក្កតានោះតើវាជាអ្វីទៅថាកាហីតូក៏ប្រាប់ថា
ជួនកាលក៏មានក្បាលតុក្កតាមួយចំនួនអាចនិយាយបានទៀតផងហើយនៅយប់ខ្លះគេក៏បានឮវានិយាយជាមួយថារងាហើយមិនចង់នៅទីកន្លែងបែបនោះទៀតទេនៅពេលដែលថាកាហ៊ីតូបានឮបែបនោះក៏ប្រាប់វាដោយផ្ដល់ក្តីសង្ឃឹមឲ្យថាបើរងាដល់ថ្នាក់ហ្នឹងគេនឹងនាំទៅរកកន្លែងដែលកក់ក្ដៅដោយខ្លួនឯងហើយវាក៏បានអរគុណព្រមទាំងសរសើរគេថាគេពិតជាមនុស្សដែលមានទឹកចិត្តល្អប្រពៃដោយការសន្ទនាបែបនេះថាកាហ៊ីតូក៏បានស្ដាប់មកជាច្រើនរយដងហើយយូស៊ូកេក៏សួរថាចុះឯងយកក្បាលរបស់តុក្កតានោះទៅទុកនៅទីណាទៅតែថាកាហ៊ីតូប្រាប់ថាអត់ទេបើសិនជាមានតុក្កតាដែលប្លែកចម្លែកគេនឹងរក្សាទុកវាមិនបានទេហើយត្រូវនាំវាយកទៅដុតចោលនៅក្នុងធុងដុតសម្រាមភ្លាមដែលនោះវាក៏ធ្វើឲ្យគេហត់នឿយជាមួយនឹងការងារដែលធ្វើព្រោះគេត្រូវមកនិយាយការសន្ទនាដដែលហើយត្រូវមកចប់ដោយពាក្យសំទោសនិងបោះពួកវាចូលទៅក្នុងចង្ក្រានដុតហើយថែមទាំងត្រូវមកទ្រាំស្ដាប់សម្រែកឈឺចាប់ព្រមទាំងការសុំអង្វរឲ្យគេជួយបែបនោះហើយការដែលពួកតុក្កតានិយាយបានបែបនេះវាក៏ធ្វើឲ្យគេមានអារម្មណ៍ថាប្រៀបដូចជាការសម្លាប់មនុស្សអញ្ចឹងពេលដែលយូស៊ូកេបានឮរឿងបែបនោះគេក៏បញ្ចេញទឹកមុខដែលភ័យខ្លាចព្រោះនៅក្នុងជំរឿចិត្តរបស់គេកំពុងគិតថាថាកាហ៊ីតូអាចនឹងចាប់ផ្ដើមមានអាការៈសរសៃប្រសាទតែថាកាហ៊ីតូក៏ប្រាប់ថាសំទោសផងដែលនៅសុកមកនិយាយរឿងបែបនេះឲ្យស្ដាប់ហើយយូស៊ូកេប្រកាសជាមិនជឿនិងគិតថាគេប្រហែលជាឈួតហើយគេក៏យល់ពីអារម្មណ៍របស់យូស៊ូកេច្បាស់តែយូស៊ូកេក៏ប្រាប់ថាខ្ញុំមិនបានគិតបែបនោះទេក្រោយមកថាកាហ៊ីតូក៏សុំចេញទៅទិញបៀមកបន្ថែមបន្ទាប់ពីថាកាហ៊ីតូដើរចេញពីបន្ទប់យូស៊ូកេក៏បានដកដង្ហើមធំហើយនិយាយចេញមកថាមើលទៅអាការៈរបស់ថាកាហ៊ីតូប្រហែលជាឈឺធ្ងន់ហើយច្បាស់ជាហឹងតិចស្ដាប់ច្រឡំដោយខ្លួនឯងដោយគេគិតថានឹងណែនាំថាកាហ៊ីតូទៅរកពេទ្យប៉ុន្តែនៅអំឡុងពេលនោះគេក៏បានឮសំឡេងរបស់ស្ត្រីម្នាក់និយាយចេញមកថាសុំទោសចាហើយនៅពេលដែលគេផ្ទៀងត្រចៀកស្ដាប់ឲ្យស្រួលទៅគេក៏បានឮប្រយោគដែលថាជួយបញ្ចុះបញ្ចូលគេឲ្យបន្តិចទៅចាកុំឲ្យគេលាឈប់ពីការងារអីពេលដែលបានឮបែបនោះក៏ធ្វើឲ្យយូស៊ូកេចាប់ផ្ដើមខ្លាចហើយពេលដែលងាកទៅមើលតាមសំឡេងនោះគេក៏ឃើញថាសំឡេងនោះបានឮចេញពីកាបូបរបស់ថាកាហ៊ីតូដែលຕົកនៅមិនឆ្ងាយប៉ុន្មានបន្ទាប់ពីនោះគេក៏ចាប់ផ្ដើមរួបរวมភាពក្លាហានដើម្បីរឺតកាបូបនោះចេញមកមើលដែលក្នុងអំឡុងពេលនោះសំឡេងរបស់ស្ត្រីក៏នៅតែបន្លឺឡើងជារឿយដើម្បីឲ្យគេជួយអង្វរដល់ថាកាហ៊ីតូថាកុំតាន់លាឈប់ពីការងារអីហើយនៅពេលដែលគេរឺតកាបូបចេញមកមើលគេក៏បានឃើញក្បាលនិងបំណែករបស់តុក្កតាដែលកម្រើកចុះឡើងព្រមទាំងនិយាយអង្វរកគេឲ្យជួយរហូតដល់ភ្លើងនៅក្នុងបន្ទប់ត្រូវបានរលត់ហើយយូស៊ូកេក៏ធ្លាក់ក្នុងសភាពដែលភ័យខ្លាចបំផុតឯសំឡេងនោះនៅតែបន្លឺឡើងថែមទាំងមានសំឡេងរបស់តុក្កតាដទៃទៀតបាននិយាយអង្វរមកគេជារឿយនៅខណៈនោះយូស៊ូកេដែលព្យាយាមបើកទ្វារតែទ្វារក៏បើកចេញទៅមិនបានឯពួកតុក្កតាក៏និយាយថានឹងមិនព្រមដោះលែងគេទៅទេព្រោះពួកគេមិនចង់ខ្លាយជាផេះទៀតឡើយហើយនៅតែនិយាយអង្វរគេបែបនោះដដែលរហូតដល់យូស៊ូកេដែលចាប់ផ្ដើមផ្លាត់ភ្លាំងស្មារតីក៏កេះដេចកេះឡើងមកព្រមទាំងសើចចេញមកប្រៀបដូចជាមនុស្សឈួតព្រមទាំងគំរាមតុក្កតាទាំងអស់នោះថាកុំចូលមកព្រោះបើមិនចឹងគេនឹងដុតពួកវាឲ្យអស់ហើយរូបភាពក៏បានកាត់ទៅរហូតដល់តែថាកាហ៊ីតូត្រឡប់មកពីម៉ាតវិញគេក៏បានឃើញថាអាផាតមិនរបស់គេនៅពេលនេះត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់ហើយដែលនៅយប់នោះគេត្រូវបាត់បង់ទាំងមិត្តភ័ក្តិហើយនឹងកន្លែងស្នាក់នៅទៅប៉ុន្តែប្រធានរោងចក្រក៏បានលូកដៃចូលមកជួយហើយបានត្រៀមកន្លែងស្នាក់នៅថ្មីឲ្យថាកាហ៊ីតូភ្លាមហើយដោយសារតែជំពាក់គុណស្រ័យរឿងនេះទើបគេនៅមិនអាចលាឈប់ពីការងារដែលគេចង់ឈប់បានបន្ទាប់មកក៏មានក្បាលតុក្កតាមួយបាននិយាយជាមួយគេថាសូមអង្វរទៅចោះមិនយកចង្ក្រានដុតសម្រាមទេហើយតុក្កតាដទៃទៀតក៏និយាយដូចគ្នាដែរឯគេក៏មានអារម្មណ៍ថាមួយរយៈចុងក្រោយនេះចាប់ផ្ដើមមានតុក្កតាប្លែកចម្លែកកាន់តែច្រើនចាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេ
ជារឿងដែលចាប់ផ្លែខ្លែងមែនអត់ព្រោះគេចង់ឲ្យយើងហ្នឹងទៅគិតខ្លួនឯងបន្តទៀតថាតើមានរឿងអីកើតឡើងរឿងហ្នឹងវាមិនម៉ាអីចឹងចាអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវបែបហ្នឹង admin នឹងធ្វើបន្តបើអត់ចូលចិត្តទេ admin នឹងដូរឲ្យឈប់ធ្វើហើយអូខេអរគុណ